ជំរាបសួរបងប្អូនតថ្ងៃនេះយើងចូលដល់មេរៀនទី11រៀនអំពីព្យញ្ជនៈពួកអូម៉ូសាឡាពីម៉ផ្សំស្រៈតបងប្អូនឥឡូវយើងទៅអានព្យញ្ជនៈនិងស្រៈនៅខាងក្រោមទាំងអស់គ្នាការអានព្យាង្គម៉ូសាឡាពីម៉ម៉អាម៉ាម៉អេមេម៉អីមីម៉អឺមើម៉អឺមើម៉អុកមុកម៉អូម៉ូម៉អ៊ូមូម៉អើម៉ើម៉អ៊ឺមឺម៉អ៊ីមីម៉អេមេម៉អែម៉ែម៉អៃម៉ៃម៉អោម៉ៅម៉អៅម៉ៅម៉អ៊ំមុំម៉អ៊ំមុំម៉អាំម៉ាំម៉អាស់ម៉ាស់ម៉អោះម៉ោះម៉អេះម៉េះម៉អោះម៉ោះចំណាំមូសិកទណ្ឌឬធ្មេញកណ្ដុរជាវណ្ណយុត្តសម្រាប់ប្រើបំលែងសំឡេងព្យញ្ជនៈពួកអូឲ្យទៅជាពួកអចំពោះស្រៈពួរស្រៈអឿស្រៈអៀមិនបាច់ប្រើសញ្ញាមូសិកទណ្ឌទេព្រោះការប្រើសញ្ញានេះក៏សូរវាមិនដូរដែរតើបងប្អូនឥឡូវយើងទៅអានពាក្យនិងល្បះនៅខាងក្រោមទាំងអស់គ្នាការអានពាក្យម៉ែមូម៉ៅម៉ោងការអានល្បះម៉ែបូណាប៉ះហៅប៉ៅខោតោះបងប្អូនអានសារឡើងវិញការអានព្យាង្គម៉ូស្លាប់ពីម៉ម៉អាម៉ាម៉អេមេម៉អីមីម៉អឺមើម៉អឺមើម៉អុកមុកម៉អូម៉ូម៉អ៊ូមូម៉អើម៉ើម៉អ៊ឺមឺម៉អ៊ីមីម៉អេមេម៉អែម៉ែម៉អៃម៉ៃម៉អោម៉ៅម៉អៅម៉ៅម៉អ៊ំមុំម៉អ៊ំមុំម៉អាំម៉ាំម៉អាស់ម៉ាស់ម៉អោះម៉ោះម៉អេះម៉េះម៉អោះម៉ោះចំណាំមូសិកទណ្ឌឬធ្មេញកណ្ដុរជាវណ្ណយុត្តសម្រាប់ប្រើបំលែងសំឡេងព្យញ្ជនៈពួកអូឲ្យទៅជាពួកអចំពោះស្រៈពួរស្រៈអឿស្រៈអៀមិនបាច់ប្រើសញ្ញាមូសិកទណ្ឌទេព្រោះការប្រើសញ្ញានេះក៏សូរវាមិនដូរដែរតើបងប្អូនឥឡូវយើងទៅអានពាក្យនិងល្បះនៅខាងក្រោមទាំងអស់គ្នាការអានពាក្យម៉ែមូម៉ៅម៉ោងការអានល្បះម៉ែបូណាប៉ះហៅប៉ៅខោ